គ្រោះរញ្ជួយដីគឺជាគ្រោះមហន្តរាយធម្មជាតិដែលនាំមកនូវកម្លាំងបំផ្លាញពីតិចទៅច្រើនរហូតដល់ឆក់យកអ្វីៗគ្រប់បែបយ៉ាងនៃជុំវិញខ្លួនយើងរួមទាំងជីវិតយើងផងដែរទាំងនេះគឺជាគន្លឹះដើម្បីយករួចខ្លួនក្នុងហេតុការណ៍គ្រោះរញ្ជួយដីប្រសិនបើភ្លាមញៀនរបស់អ្នកទទួលបានសញ្ញាថាដូចជាញ័រនៅក្រោមបាតជើងរបស់អ្នកហើយបន្តិចក្រោយមកក៏មានអារម្មណ៍ថាដូចជាមានអ្វីមួយមកចាប់តោងជើងរបស់អ្នកអង្រួនប៉ុន្តែមុននឹងអ្នកដឹងថានោះគឺជាការរញ្ជួយដីគឺអ្វីៗគ្រប់បែបយ៉ាងនៃជុំវិញខ្លួនយើងវាកំពុងតែអង្រួនខ្លាំងជាងជើងរបស់យើងទៅទៀតផ្លូវថ្នល់កំពុងតែប្រេះបែកបង្អួចអាគារបែកបាក់ហើយអាគារខ្ពស់ក៏កំពុងតែបាក់ស្រុតចុះមកមួយពព្រិចភ្នែកក្នុងដំណាក់កាលនេះប្រសិនបើអ្នកមិនធ្វើសកម្មភាពអ្វីម្យ៉ាងដើម្បីយករួចខ្លួនទេនោះអ្នកនឹងមានបញ្ហាធ្ងន់ធ្ងរជាក់ជាមិនខានដូច្នេះនេះគឺជាអ្វីដែលអ្នកអាចធ្វើបានគឺត្រូវប្រឹងប្រែងដើម្បីរស់រានមានជីវិតពីការរញ្ជួយដីការរញ្ជួយដីគឺជាគ្រោះមហន្តរាយធម្មជាតិមួយដែលកាចសាហាវបំផុតព្រោះថាវាអាចនឹងបំផ្លិចបំផ្លាញអ្វីៗគ្រប់បែបយ៉ាងនៅជុំវិញខ្លួនយើងការរញ្ជួយដីគឺកើតឡើងដោយសារតែបន្ទះសម្បកផែនដី Tectonic Earth សម្បកស្រទាប់ផែនដីគឺតែងតែប៉ះទង្គិចគ្នាជារឿយៗនៅពេលដែលធ្នេផ្ចិតសម្បកផែនដីប៉ះទង្គិចគ្នារលករញ្ជួយនឹងកើតមានឡើងហើយបណ្ដាលឲ្យមានការរញ្ជួយដីចំណែកឯការរញ្ជួយរំញ័រផែនដីគឺអាចកើតឡើងពីតិចទៅខ្លាំងរហូតដល់អាចលេបត្របាក់យកដើមឈើព្រៃភ្នំនិងសំណង់អាគារដ៏រឹងមាំបានត្រឹមតែមួយពព្រិចភ្នែកប៉ុណ្ណោះដូច្នេះប្រសិនបើអ្នករកឃើញថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបនេះតើអ្នកត្រូវធ្វើបែបណាដើម្បីរស់តើមានវិធីណាដើម្បីត្រៀមខ្លួនជាមួយនឹងស្ថានភាពបែបនេះដែរឬទេតើតុករបស់អ្នកនឹងអាចជួយអ្នករួចផុតជីវិតដែរឬទេនៅក្នុងវីដេអូនេះបងប្អូននឹងបានរៀនសូត្រអំពីគន្លឹះដ៏មានសារៈប្រយោជន៍បំផុតចំនួន6អំពីរបៀបយករួចខ្លួនពីការរញ្ជួយដីគន្លឹះទី1មើលជុំវិញខ្លួននៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៍ថាញ័រសូមពិនិត្យមើលនៅជុំវិញខ្លួនអ្នកប្រសិនបើនៅលើក្បាលអ្នកមានធ្នើរមានទូរទស្សន៍មានបង្អួចកញ្ចក់អ្នកត្រូវប្រកាសថារើពួកវាចេញភ្លាមព្រោះថាវត្ថុទាំងអស់នោះគឺជាវត្ថុដំបូងដែលនឹងអាចធ្លាក់បែកបាក់ក្នុងអំឡុងពេលរញ្ជួយដីហើយវត្ថុទាំងនោះនឹងបណ្ដាលឲ្យអ្នករងគ្រោះឬវាអាចនឹងបិទខ្ទប់ច្រកចេញនិងធ្វើឲ្យអ្នកជាប់គាំងនៅកន្លែងបានហើយប្រសិនបើអ្នកដឹងមុនថាការរញ្ជួយដីអាចនឹងកើតមានឡើងអ្នកត្រូវតែធ្វើការកកកកាយរបស់របរដែលនៅខ្ពស់ដើម្បីការពារកុំឲ្យវាធ្លាក់មកមានបញ្ហានៅពេលក្រោយទី2រៀនបាលី3ម៉ាត់នេះទ្រពខ្លួនចុះគ្របនិងអត់ធ្មត់បាលីទាំង3ម៉ាត់នេះគឺអាចជួយគ្រប់គ្រងស្ថានភាពក្នុងពេលមានអាសន្នរញ្ជួយដីបានទ្រពខ្លួនចុះគឺត្រូវទ្រពខ្លួនចុះឲ្យទាបដល់ដីឬដល់បាតហើយគ្របគឺត្រូវស្វែងរករបស់អ្វីមួយដែលនៅជិតខ្លួនបំផុតមកគ្របក្បាលគ្របខ្លួនដូចជាតុធ្វើការតុញ៉ាំអាហារក៏អាចជួយការពារអ្នកពីកំទេចកំទីដែលធ្លាក់ពីលើបានដែរចុងក្រោយគឺត្រូវតែអត់ធ្មត់រងចាំរហូតដល់សភាពការស្ងប់ស្ងាត់សំចេញពី cover នោះទី3បន្តរងចាំទោះបីជាផែនដីឈប់ញ័ររង្គើហើយក៏ដោយជាការល្អបំផុតអ្នកត្រូវតែបន្តស្ថិតនៅក្រោម cover 2 ទៅ 3 នាទីសិនព្រោះថាកំទេចកំទីអាចនឹងនៅតែបន្តធ្លាក់ចុះមកហើយការរញ្ជួយដីក៏អាចនឹងកើតមានឡើងម្ដងទៀតបានដែរព្រោះថាវាអាចនឹងកើតឡើងខ្លាំងជាងមុនទៀតក៏ថាបានទី4ពិនិត្យរបួសទោះបីអ្នកអាចរស់រានមានជីវិតក៏ដោយប៉ុន្តែអ្នកផ្សេងទៀតអាចប្រហែលជាមិនមានសំណាងនោះទេដូច្នេះត្រូវពិនិត្យមើលមនុស្សជាទីស្រឡាញ់របស់អ្នកឬមនុស្សផ្សេងទៀតនៅជិតអ្នកដើម្បីមើលថាតើពួកគេត្រូវការជំនួយដែរឬទេប្រសិនបើអ្នកមានចំណេះដឹងផ្នែកសង្គ្រោះបឋមត្រូវតែប្រញាប់ប្រញាល់ផ្ដល់ជំនួយជាបន្ទាន់ឬក៏ប្រញាប់ប្រញាល់តាក់ទងទៅផ្នែក emergency កាន់តែឆាប់គឺកាន់តែល្អហើយប្រសិនបើនរណាម្នាក់នៅជាប់ធ្មឹងមិនអាចធ្វើការបំលាស់ទីបានសូមមេត្តាជួយយកអាសាពួកគេផងដោយប្រញាប់បញ្ជូនពួកគេចេញពីទីកន្លែងគ្រោះថ្នាក់នោះទី5ពិនិត្យមើលរបស់របរគ្រោះថ្នាក់នៅជុំវិញខ្លួនបន្ទាប់ពីរួចជីវិតនិងធ្វើអ្វីដែលអ្នកអាចធ្វើបានរួចហើយគឺអ្នកត្រូវតែដើរតួយ៉ាងសំខាន់មួយទៀតដោយប្រើច្រមុះហិតក្លិនមើលថាតើមានលេចឧស្ម័នហ្គាសឬក៏គប់ពេខ្សែភ្លើងដែរឬទេបើមានអ្នកត្រូវតែប្រញាប់ចាត់វិធានការជាបន្ទាន់ព្រោះនេះអាចនឹងជួយអ្នកពីការឆេះផ្ទុះបន្ទាប់ពីគ្រោះរញ្ជួយដីទី6គួរត្រៀមកន្លែងជួបជុំឬរកកន្លែងសុវត្ថិភាពប្រសិនបើអ្នករស់នៅក្នុងកន្លែងដែលរងការរញ្ជួយដីញឹកញាប់ឬនៅក្នុងទីកន្លែងដែលតាមបណ្ដោយខ្សែក្រវ៉ាត់ផ្លាក Tectonic កន្លែង2ដែលអ្នកត្រូវរៀបចំជាបន្ទាន់គឺទី1អ្នកត្រូវតែចេញមកក្រៅផ្ទះឬអាគារក្នុងករណីដែលមានរញ្ជួយដីតូចហើយទី2គឺត្រូវតែទៅតាមកន្លែងដែលអាជ្ញាធរណែនាំនិងរៀបចំវិធីទាំង6នេះនឹងជួយឲ្យអ្នកបានជួបជុំគ្រួសារបងប្អូននិងមនុស្សជាទីស្រឡាញ់របស់អ្នកនិងអាចមានលទ្ធភាពក្នុងការរៀបគម្រោងដើម្បីធ្វើអ្វីជាបន្តទៀតគ្រោះរញ្ជួយដីគឺជាអ្វីដែលយើងគ្រប់គ្នាមិនចង់បានមិនចង់ជួបនោះទេ
ប៉ុន្តែប្រសិនបើបងប្អូនបានយល់ដឹងអំពីគន្លឹះទាំង6នេះហើយបងប្អូននឹងអាចមានឱកាសរួចផុតពីសេចក្តីស្លាប់បានច្រើនសង្ឃឹមថាក្រៅពីរញ្ជួយដីយើងនឹងមិនទទួលរងគ្រោះថ្នាក់ធម្មជាតិដ៏កាចសាហាវដូចជាស៊ូណាមិព្យុះសង្ឃរាព្យុះកំបុតត្បូងនោះដែរតែយ៉ាងណាក៏ដោយវីដេអូក្រោយខ្ញុំនឹងលើកយកវីដេអូគន្លឹះយករួចខ្លួនប្រសិនបើមានស៊ូណាមិកើតឡើង